គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះសុខសប្បាយជាទេបងប្អូនចាហើយមានអារម្មណ៍យ៉ាងណាដែរចាមើលទៅមេឃស្រឡះល្អណាបងប្អូនអើយមួយថ្ងៃហ្នឹងមេឃស្រឡះល្អមែនតើម៉ែគាត់ម៉ែខ្ញុំគាត់បានធ្វើកិច្ចជាមួយប្រម៉ែធរណីរាល់ថ្ងៃខ្សឹបខ្សៀវជាមួយប្រម៉ែធរណីដឹងអីគាត់ទេចាបងប្អូនចាថ្ងៃនេះគឺជាថ្ងៃទី6ខែមករាឆ្នាំ2026ណាបងប្អូនណាចាចេញពីផ្ទះមកម៉ោង8ព្រឹកបងប្អូននាងខ្ញុំមកទិញអំបុកស្រូវថ្មីចានេះចូលមកដល់កន្លែងគេលក់ពេជ្រអីត្បូងពេជ្រត្បូងហ្នឹងចាចូលតាមច្រកនេះមកចាមានដូរលុយដូរអីហ្នឹងអញ្ចឹងចូលតាមច្រកហ្នឹងមកទិញមីអូនចាអំបុកស្រូវថ្មីមីអូនលក់មួយកំប៉ុងតែ2000រៀលទេណាបងប្អូនតែបើបងប្អូនទិញ1គីឡូគឺ1គីឡូតែ10000ទេចា10000រៀលបងប្អូនមីអូនអត់លក់កោរកាប់ថ្លៃអីទេចានេះមានក្តាមប្រៃមានអីទៀតហើយអ្នកលក់រស់រាយណាចាបងប្អូនណាចាខ្ញុំសុំថតនាងខ្ញុំសុំថតទៅគាត់ថាអីអញ្ចឹងមួយកំប៉ុងគឺគាត់លក់2000រៀលអត់មានកោរកាប់អីទេណាបងប្អូនណាចាអញ្ចឹងគឺអ្នកលក់នៅក្នុងផ្សារចាស់ចានៅក្នុងផ្សារចាស់នៃខេត្តសៀមរាបបងប្អូនអញ្ចឹងនាងខ្ញុំទិញបាន2គីឡូចាទិញ1គីឡូតែ10000រៀលទេមីអូនអត់កាប់ទេហើយអ្នកលក់រស់រាយហើយសុជីវធម៌ល្អណាបងប្អូនណាចាគឺនៅក្នុងផ្សារចាស់មកតាមច្រកគេលក់មានតៅគួមានមីសម្រាប់យើងឆាចូលឆ្នាំចិនអីហ្នឹងណាបងប្អូនចាអញ្ចឹងបាន2គីឡូហើយចាចុះបើបងប្អូនចង់ជួយទិញក៏មកទិញមកណាចានៅផ្សារចាស់ចាគឺលក់មួយកំប៉ុងតែ2000រៀលចំណែក1គីឡូតែ10000រៀលទេណាបងប្អូនណាចាគឺបច្ចេកទៀតមីអូនអត់លក់កោអីទេថ្មីត្បិតតែលក់ក្នុងផ្សារចាស់ខេត្តសៀមរាបមែនប៉ុន្តែអត់មានលក់កោកាប់ថ្លៃកៅអត់ដាក់ទឹកអីទេណាបងប្អូនណាចាគឺនាងខ្ញុំបាន2គីឡូហើយអញ្ចឹងគឺអំបុកខ្ញុំលីងអត់ដាក់ខ្លាញ់ទេណាបងប្អូនលីងហើយខ្ញុំបំពងខ្ទឹមក្រហមហើយនឹងស្លឹកក្រូចសើចចាហើយរោយអំបិលបន្តិចចាខ្ញុំរោយអំបិលព្រោះប្តីខ្ញុំអត់សូវចិត្តពិសាផ្អែមទេអញ្ចឹងរោយអំបិលរៀងច្រើនជាងស្ករអញ្ចឹងខ្ញុំដាក់ស្ករដែរតែដាក់ខ្ទិះបំផុតចាហើយចាឆ្ងាញ់មិនឆ្ងាញ់ចេះមិនចេះចាបងប្អូនមើលមាត់អ្នកញ៉ាំគាត់ថាអានឹងអីគេខ្ញុំថាអានឹងអំបុកស្រូវថ្មីវាយខ្មាំងផ្អើលភូមិអំបុកស្រូវថ្មីវាយខ្មាំងផ្អើលភូមិខំនិយាយអត់ដូចចាបងប្អូនណាចាអញ្ចឹងគឺថានេះចាចេះមិនចេះមើលមាត់ដឹងហើយបងប្អូនចាចាអញ្ចឹងគឺ5នាទីក្រោយមកចា5នាទីតែគឺ5នាទីមិនដល់5នាទីផងមិនដឹងអីញ៉ាំនឹងញាប់មាត់កូនពៅអ្នកម៉ែខ្ញុំអញ្ចឹងមែនចានេះចានេះជាភ័ស្តុតាងចាភ័ស្តុតាងប្តឹងបាន